ពលរដ្ឋខ្មែរហាក់អស់ជំនឿចិត្តលើក្រុមការងារសង្កេតការណ៍ AOT នៅថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ 2025 នេះបើតាមក្រសួងការពារជាតិបានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT អញ្ជើញមកដល់មន្ទីរពេទ្យកម្ពុជាជប៉ុនមង្គលបុរីដើម្បីពិនិត្យជនស៊ីវិលកម្ពុជាដែលត្រូវបានរងគ្រោះដោយការបាញ់ប្រហាររបស់យោធាថៃនៅភូមិព្រៃច័ន្ទឃុំអូបៃជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ 2025 ម្សិលមិញនេះគួររំលឹកផងដែរថាកាលពីម្សិលមិញនេះយោធាថៃបានបើកការវាយប្រហារមកលើពលរដ្ឋជនស៊ីវិលកម្ពុជាចំនួន2លើកគឺ1លើកនៅវេលាម៉ោងប្រមាណ 15:50 នាទីនិងលើកទី2នៅវេលាម៉ោងប្រមាណ 17:54 នាទីល្ងាចនឹងបង្កឲ្យជនស៊ីវិលកម្ពុជារងរបួសសរុបចំនួន3នាក់និងបាត់បង់ជីវិតចំនួន1នាក់សរុប4នាក់ចំពោះពលរដ្ឋកម្ពុជាហាក់អស់ជំនឿចិត្តលើក្រុមការងារសង្កេតការណ៍អាស៊ានមួយនេះប្រជាពលរដ្ឋជាច្រើនបានសម្ដែងការខកចិត្តនៅក្រុមការងារអាស៊ានមួយនេះមិនដែលមានចេញសេចក្តីថ្លែងការណ៍ឬថ្កោលទោសថៃអ្វីនោះឡើយពលរដ្ឋមួយចំនួនបាននិយាយថាបានត្រឹមល្អមើលប៉ុណ្ណោះបាទសូមអរគុណ